មនុស្សជាច្រើនប្រើប្រាស់ពាក្យព័ត៌មានคล้ายៗឬ fake news ដើម្បីពីព័ត៌មានមិនពិតប៉ុន្តែអ្នកជំនាញនិងអង្គការ UNESCO បានលើកឡើងថាពាក្យនេះមិនគ្រប់គ្រាន់ទេហេតុអ្វីដោយសារតែព័ត៌មានមិនពិតមានទម្រង់និងចេតនាខុសៗគ្នាដូច្នេះជំនួសឲ្យការប្រើប្រាស់ពាក្យព័ត៌មានคล้ายៗយើងទៅស្វែងយល់ពីព័ត៌មានច្របូកច្របល់ទាំងអស់គ្នាតើអ្វីទៅជាព័ត៌មានច្របូកច្របល់ព័ត៌មានច្របូកច្របល់ត្រូវបានបែងចែកជា3ប្រភេទទី1ព័ត៌មានខុសទី2ព័ត៌មានមិនពិតនិងទី3ព័ត៌មានបង្កផ្ទះស្នាក់កម្មព័ត៌មានខុសជាព័ត៌មានមិនត្រឹមត្រូវប៉ុន្តែអ្នកដែលបង្កើតវាជឿថាវាជាការពិតនិយាយឲ្យស្រួលយល់ជាព័ត៌មានដែលកើតឡើងដោយអចេតនាឧទាហរណ៍អ្នកសារព័ត៌មានសរសេរឈ្មោះប្រភពខុសឬក៏តួរលេខខុសដំបូងមានសុខភាពដែលមិនមានមូលដ្ឋានវិទ្យាសាស្ត្រជំនឿខុសតគ្នានិងព័ត៌មានប្រញាប់មិនបានទៀងទាត់ជាដើមមានករណីមួយមានរដ្ឋថតនារី3នាក់ត្រូវបានចែកចាយថាជាសិល្បករខ្មែរកាលពី50ឆ្នាំមុនប៉ុន្តែការពិតពួកគេជាក្រុមចម្រៀងជប៉ុនហៅថា Candies ក្នុងទសវត្សរ៍1970ក្នុងនោះអ្នកដែលចែករំលែកប្រហែលជាគ្មានចេតនាបោកប្រាស់ទេប៉ុន្តែការមិនផ្ទៀងផ្ទាត់ព័ត៌មានអាចធ្វើឲ្យមនុស្សជាច្រើនយល់ខុសព័ត៌មានមិនពិតខុសពីព័ត៌មានខុសព័ត៌មានមិនពិតជាព័ត៌មានមិនត្រឹមត្រូវហើយអ្នកបង្កើតវាដឹងថាវាមិនពិតប៉ុន្តែនៅតែផ្សព្វផ្សាយវាដោយចេតនាអាចជាគោលបំណងដើម្បីបង្កភាពភ័យខ្លាចបង្កជម្លោះបំភាន់សាធារណៈនិងបំផ្លាញកេរ្តិ៍ឈ្មោះអ្នកដទៃឧទាហរណ៍មួយនៅឆ្នាំ2022រូបថតផ្ទះមួយត្រូវបានផ្សព្វផ្សាយថាសាងសង់សម្រាប់ជនអន្តោប្រវេសន៍វៀតណាមតែការពិតផ្ទះទាំងនោះគឺសាងសង់ដើម្បីអតីតយុទ្ធជនកម្ពុជាព័ត៌មាននេះត្រូវបានប្រើដើម្បីបង្កការរើសអើងនិងប៉ះពាល់ទៅដល់ទំនាក់ទំនងសង្គមនេះគឺជាឧទាហរណ៍នៃព័ត៌មានមិនពិតដែលមានចេតនាបង្កគ្រោះថ្នាក់ព័ត៌មានបង្កផ្ទះស្នាក់កម្មខុសពីព័ត៌មានពីរប្រភេទមុនវាជាព័ត៌មានពិតប៉ុន្តែត្រូវបានបង្កើតឡើងដើម្បីបង្កគ្រោះថ្នាក់ធ្វើឲ្យប៉ះពាល់ទៅដល់សិទ្ធិសេចក្តីថ្លៃថ្នូរនិងឯកជនភាពរបស់អ្នកដទៃឧទាហរណ៍ដូចជាការលួចបង្ហោះព័ត៌មានឯកជនការលេចធ្លាយអ៊ីមែលនិងការចែករំលែករូបភាពវីដេអូផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាតការចែករំលែកសារឆ្លងឆ្លើយរវាងភាគីមួយទៀតដោយគ្មានការអនុញ្ញាតជាដើមដូចជាករណីនៅក្នុងឆ្នាំ2017ពេលដែលអ៊ីមែលរបស់លោក Emmanuel Macron ត្រូវបានបញ្ចេញមុនការបោះឆ្នោតបារាំងទោះបីអ៊ីមែលទាំងនោះជាការពិតក៏ដោយប៉ុន្តែការបញ្ចេញវានៅពេលសំខាន់របស់អ្នកនយោបាយមានគោលបំណងបង្កផលប៉ះពាល់ដល់យុទ្ធនាការបោះឆ្នោតនៅក្នុងចំណោមព័ត៌មានច្របូកច្របល់ទាំងនោះព័ត៌មានមិនពិតជាព័ត៌មានដែលគ្រោះថ្នាក់បំផុតក្នុងនោះអ្នកស្រាវជ្រាវ Wardle និង Daraxan បានបែងចែកវាជា7ប្រភេទសំខាន់1មេត្តាបំភាន់ជាការប្រើប្រាស់ព័ត៌មានពិតប៉ុន្តែប្រើបែបបំភាន់ទី2មេត្តាបន្លំអត្តសញ្ញាណគឺជាករណីคล้ายៗឬបន្លំជាគេហទំព័រណាមួយទី3ជាមេត្តាប្រឌិតព័ត៌មានដែលបង្កើតឡើងទាំងស្រុងដើម្បីបោកប្រាស់ទី4ការភ្ជាប់ទំនាក់ទំនងមិនពិតរូបភាពនិងចំណងជើងមិនត្រឹមត្រូវទៅនឹងខ្លឹមសារទាំងមូលទី5បរិបទខុសរូបថតចាស់ៗត្រូវបានយកមកប្រើប្រាស់ក្នុងព្រឹត្តិការណ៍ថ្មីទី6មេត្តាកាត់តឬ deepfake រូបភាពសំឡេងនិងវីដេអូត្រូវបានកែប្រែដើម្បីបំភាន់ទី7មេត្តាចំអកឡកលើយជាខ្លឹមសារត្រាប់តាមឬក៏ខ្លឹមសារកំប្លែងដែលធ្វើឲ្យអ្នកមួយចំនួនមានការភ័ន្តច្រឡំព័ត៌មានមិនពិតរីករាលដាលលឿនដោយសារវេទិកា Digital Facebook YouTube TikTok Instagram ហើយនិង Telegram ក៏ដូចជាកម្មវិធីផ្ញើសារមួយចំនួនអាចធ្វើឲ្យព័ត៌មានមិនពិតចែកចាយយ៉ាងឆាប់រហ័សទៅកាន់មនុស្សរាប់ពាន់នាក់នៅក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះជាមួយគ្នានេះ algorithm របស់បណ្ដាញសង្គមបានជំរុញឲ្យព័ត៌មានច្របូកច្របល់ដែលជាទីចាប់អារម្មណ៍របស់អ្នកប្រើប្រាស់ជាហេតុធ្វើឲ្យព័ត៌មានមិនពិតរីករាលដាលលឿនជាងព័ត៌មានពិតជាច្រើនដងនៅក្នុងយុគសម័យព័ត៌មាន Digital អ្នកប្រើប្រាស់គ្រប់រូបមិនត្រឹមតែជាអ្នកទទួលព័ត៌មាននោះទេប៉ុន្តែក៏ជាអ្នកផ្សព្វផ្សាយព័ត៌មានផងដែរ